នាទីបទយូហ្គាជារៀងរាល់ឆ្នាំសិស្សជាប់បាក់ឌុបនៅតាមបណ្ដាខេត្តនានាជាច្រើនបានមកបន្តការសិក្សានៅតាមមហាវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួននៅឯទីក្រុងភ្នំពេញប៉ុន្តែក្នុងនោះគេសង្កេតឃើញថាសិស្សដែលមកពីឧត្តរមានជ័យមានចំនួនតិចតួចណាស់ដោយសារតែខេត្តនេះជាខេត្តដាច់ស្រយាលស្ថិតនៅឆ្ងាយពីទីក្រុងភ្នំពេញប្រជាជនភាគច្រើននៅទីនោះពឹងផ្អែកទាំងស្រុងទៅលើស្រែចម្ការនិងព្រៃឈើពួកគេមិនសូវឲ្យតម្លៃទៅលើការសិក្សាទេដូច្នេះហើយទើបមកដល់ភ្នំពេញនិស្សិតដែលមានចំនួនតិចតួចទាំងនេះបានរួមគ្នាចងក្រងជាសមាគមក្រៅផ្លូវការមួយដើម្បីស្នាក់នៅហូបចុករួមគ្នាប៉ុន្តែសមាគមនិស្សិតឧត្តរមានជ័យនេះទៀតសោតបច្ចុប្បន្ននេះកំពុងតែជួបការលំបាកដ៏ធំមួយគឺទីតាំងតូចចង្អៀតឯនិស្សិតមកស្នាក់នៅចេះតែកើនឡើងសូមស្ដាប់បទចការរបស់អង្គច័ន្ទសុភាពីភ្នំពេញសមាគមអ្នកឧត្តរមានជ័យក្រៅផ្លូវការមួយនេះដែលបង្កើតឡើងកាលពី2ឆ្នាំមុនគ្រាន់តែជាផ្ទះល្វែងតូចមួយស្ថិតនៅជាន់ទី1ដែលជួលគេក្នុងតម្លៃ$80សហរដ្ឋអាមេរិកតែប៉ុណ្ណោះប៉ុន្តែសប្តាហ៍ថ្ងៃនៅក្នុងផ្ទះល្វែងដែលមានបន្ទប់គេងតែមួយនេះមាននិស្សិតមកពីខេត្តឧត្តរមានជ័យស្នាក់នៅដល់ទៅ14នាក់ឯណោះដែលត្រូវការបន្តថ្នាក់មហាវិទ្យាល័យនៅទីក្រុងភ្នំពេញនេះដូច្នេះអ្នកខ្លះត្រូវបង្ខំចិត្តគេងប្រជាគ្នានៅរានហាលមុខផ្ទះឯអ្នកខ្លះទៀតគេងនៅលើដំបូលបន្ទប់ទឹករីឯចំណែកនៅក្នុងបន្ទប់សម្រាប់និស្សិតស្រីៗវិញនោះក៏ផ្ទុកទៅដល់ទូខោអាវជាច្រើនដែរបរិយាកាសរស់នៅមិនសមរម្យបែបនេះទោះចង់មិនចង់ក៏ត្រូវតែប៉ះទង្គិចដល់អារម្មណ៍រៀនសូត្ររបស់និស្សិតក្រីក្រទាំងនេះដែរប៉ុន្តែពួកគេគ្មានជំរឿអ្វីផ្សេងពីនេះទេពីព្រោះឪពុកម្ដាយជាអ្នកស្រែចម្ការគ្មានលទ្ធភាពនឹងញាតិមិត្តនៅឯទីក្រុងភ្នំពេញដើម្បីផ្គត់ផ្គង់កន្លែងស្នាក់នៅសម្រាប់ពួកគេទេនៅក្នុងវ័យ19ឆ្នាំប្អូនស្រីកុំសៀតដែលទើបតែដាក់ពាក្យរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញក៏ធ្លាប់រៀបរែកចិត្តចង់ត្រឡប់ទៅស្រុកកំណើតវិញដែរនៅពេលដែលមកដល់ដំបងមកដល់ដំបងមានអារម្មណ៍ថាចង់ទៅវិញព្រោះអីមើលទៅប្រុសជាងទៅគេនៅពិបាកដែរហើយឃើញអាណិតគ្នាដែរព្រោះអីនៅខាងក្រៅពេលភ្លៀងពេលអីចឹងមកសាច់ខ្យល់អីខ្លាំងចឹងនៅរៀនហាលហើយអញ្ចឹងទៅនាំគ្នាចូលមកខាងក្នុងរស់នៅជាមួយគ្នាអញ្ចឹងហើយបន្ទប់មានតែមួយសម្រាប់តែពួកខ្ញុំស្នាក់នៅដូចជាកៅអៅសម្លៀកបំពាក់អីផ្សេងត្រូវទុកក្នុងបន្ទប់នឹងវាច្រើនហើយគ្នាច្រើនដែរ14នាក់ហើយពិសេសទៀតគឺដូចថាបញ្ហាបន្ទប់ទឹកមានតែមួយចឹងព្រឹកឡើងដដើមគ្នាហ្មងណាបានមុននោះរួចមុនបានទៅរៀនមុនអ្នកក្រៅជាងការអាចលើសម៉ោងបានតន់ទៅរៀនតន់អញ្ចឹងក៏ប៉ុន្តែដោយសារតែមានការលើកទឹកចិត្តនិងការគាំទ្រពីរៀមច្បងទាំងនេះប្អូនស្រីសៀតដែលជាកូនកសិករក្រីក្រម្នាក់នោះក៏សម្រេចចិត្តរួមសុខទុក្ខជាមួយពួកគេទាំងការស្នាក់នៅនិងការហូបចុករីឯចំណែកច័ន្ទរីវិញដែលមានអាយុ19ឆ្នាំដែរនោះថ្មីត្បិតតែឪពុកម្ដាយមានលទ្ធភាពបង់ប្រាក់$250សហរដ្ឋអាមេរិកក្នុងមួយឆ្នាំដើម្បីឲ្យគេបានរៀនបន្តមហាវិទ្យាល័យឯកជននោះក៏ចាំបាច់ត្រូវការកន្លែងស្នាក់នៅក្នុងសមាគមដែរត្រឹមតែលុយថាលុយបងសាលាអញ្ចឹងគិតចេះថាទៅដុនទៅដាប់ធ្វើស្រែចម្ការដើម្បីសន្សំលុយឲ្យកូនមករៀនលុយស្នាក់នៅគិតថាมันមានគ្រប់គ្រាន់សម្រាប់ឲ្យយើងមកជួបផ្ទះនៅទីក្រុងភ្នំពេញអញ្ចឹងតែទៅសម្រេចចិត្តឲ្យមកនៅក្នុងសមាគមកាលពីឆ្នាំមុនពួកគេមានគ្នាតែ9នាក់ប៉ុណ្ណោះដូច្នេះមិនសូវចង្អៀតពេកទេនៅក្នុងការរស់នៅប៉ុន្តែនៅឆ្នាំនេះគឺមាន5នាក់បន្ថែមទៀតពួកគេរត់តែមានការលំបាកក្នុងការស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីរៀនសូត្រនៅពេលយប់ទមរដ្ឋមនីនិស្សិតឆ្នាំទី2ផ្នែកទីផ្សារដែលទទួលបានអាហារូបករណ៍ពេញ4ឆ្នាំនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងគឺជាអ្នកដែលបានស្ម័គ្រចិត្តទៅគេងនៅលើដំបូលបន្ទប់ទឹកលោកគេក៏ស្ទើរតែទ្រាំទ្រមិនបានទៅនឹងស្ថានភាពបែបនេះដែរបញ្ជាធាននៅដើម្បីឲ្យបានច្រើនដូចខ្ញុំអញ្ចឹងនៅលើហ្នឹងគឺថាមួយថ្ងៃគឺថាត្រូវក្តៅហប់មែនទែនបន្ទប់ទឹកឲ្យយើងអាចជួនកាលទៅខ្ញុំជួនកាលកោតពីម៉ោង4ដើម្បីឲ្យចូលបន្ទប់ទឹកបានមុនគេព្រោះអីទៅយើងទឹកទៅអត់ទាន់គេទេហើយដល់ពេលកន្លែងដាក់កង់យើងក៏ពិបាកដែរព្រោះឲ្យយើងសិស្ស14នាក់ដល់ពេលកន្លែងដាក់កង់យើងក៏ទូចដែរហើយយើងពិបាកជួនកាលទៅវាថាយើងអត់ប្រយ័ត្នទេវាអាចបាត់ទឹកកង់យើងហ្នឹងហើយកន្លែងយើងវាអត់សូវមានច្រើនអញ្ចឹងយើងបាក់បន្តែយើងចាឥឡូវលោកតែខ្លះទៅរត់ទៅគ្លៀតនេះគ្លៀតនោះចែកគ្នាយើងកើតនៅលើខ្លះទៅដើម្បីថារកកន្លែងស្ងប់ស្ងាត់រៀនខ្លួនដើម្បីរៀនទៅតាមជុំថាយើងក៏ព្យាយាមធ្វើណាគឺថាមិនបង្កើនសម្លេងខ្លាំងដើម្បីរំខានឲ្យមិត្តភ័ក្តិដើម្បីយើងយោគយល់គ្នាក៏ប៉ុន្តែចំពោះនិស្សិតទាំង14នាក់នេះគេមិនដែលមានចិត្តចង្អៀតចង្អល់ចំពោះអ្នកដែលមកថ្មីនោះទេគេតែងតែលើកទឹកចិត្តឲ្យគ្នាទៅវិញទៅមកពីព្រោះពួកគេមានក្តីស្រមៃរួមមួយគឺចង់សាងកេរ្តិ៍ឈ្មោះដ៏ពិតប្រាកដមួយដល់ខេត្តកំណើតរបស់ខ្លួនខេត្តខ្ញុំជាខេត្តមួយដែលក្រីក្រនៅឯសញ្ញាគឺថាភាគច្រើនគេអត់ស្គាល់ទេខ្ញុំតែងមកខ្ញុំកាលពីខ្ញុំមកដំបងភ្លៀងគេសួរខ្ញុំថាដល់ឯងមកពីណាខ្ញុំថាខ្ញុំមកពីអត់មានចេញតែខ្លះគេថាអត់មានចេញនៅណាទៅខ្ញុំអត់ដែលស្គាល់សោះខ្ញុំទោះចិត្តឯនៅពេលដែលឮគេនិយាយអញ្ចឹងខេត្តដល់ខ្ញុំជាខេត្តមួយធម្មតាគេអត់ដែលស្គាល់ដល់ខ្ញុំគិតថាបើមិនជាខ្ញុំមិនខំជួយឲ្យបងប្អូនខ្ញុំចំនួនក្រោយបានរៀនឲ្យបានច្រើនទេឲ្យបានខ្ពស់ទេខេត្តខ្ញុំនឹងអាចបាត់ឈ្មោះដោយថាគេមិនស្គាល់ហើយភាគច្រើនគឺថា
ថាធនធានមន្ត្រីរាជការនៅក្នុងខេត្តគឺថាភាគច្រើនមិនសូវមានជារបស់ខេត្តទេជាអ្នកធ្វើធំគឺថាអត់សូវមានទេនៅក្នុងខេត្តនឹងអញ្ចឹងគឺថាទានទាយកពីសៀមរាបពីវិទីមានជ័យទៅពីបញ្ញគេក៏ជួយធ្វើទាំងអស់អញ្ចឹងធ្វើខ្ញុំថាចង់ទោះបីជាចង្អៀតប៉ុណ្ណាក៏ខ្ញុំចង់ឲ្យជួយដើម្បីឲ្យបងប្អូនបានរៀនបន្តបានច្រើនអស់គ្នាបងស្រីកំសៀតក៏ចង់ក្លាយជាគំរូដ៏ល្អមួយសម្រាប់និស្សិតផ្សេងៗដែលកំពុងតែបន្តការសិក្សានៅខេត្តឧត្តរមានជ័យដែរពីព្រោះដោយសារតែទីតាំងភូមិសាស្ត្រឆ្ងាយស្ថិតនៅចម្ងាយ465គីឡូម៉ែត្រពីទីក្រុងភ្នំពេញនោះសិស្សភាគច្រើននៅឯខេត្តបានបោះបង់ចោលការសិក្សាទាំងនៅវ័យក្មេងមើលទៅពួកគេដូចជាអត់សូវខិតខំរៀនសូត្រទេព្រោះអីគេគិតថាចំពោះគេខេត្តដែលដូចថាដាច់ស្រយាលហើយក្រីក្រហើយគេគិតថាគេដូចជាគ្មានសមត្ថភាពមករៀននៅទីក្រុងឯងព្រោះអីឪពុកម្ដាយគេក៏ក្រីក្រអញ្ចឹងទៅពួកគេភាគច្រើននៅពេលដែលគេរៀនបានថ្នាក់តូចឯថ្នាក់ទាបអញ្ចឹងទៅគេនាំគ្នាធ្វើស្រែធ្វើចំការអញ្ចឹងទៅទាំងនេះក៏វាមិនខុសពីការមើលឃើញរបស់លោកខូដារ៉ារិទ្ធប្រធានសមាគមអក្សរសិល្ប៍នោះហាចដែលជាអ្នកផ្ដួចផ្ដើមគំនិតឲ្យមានសមាគមអ្នកឧត្តរមានជ័យនេះដែរលោកផ្ទាល់ក៏កំពុងតែព្យាយាមរកជំនួយផ្សេងបន្ថែមទៀតដើម្បីរកទីតាំងថ្មីដែលមានលក្ខណៈធំទូលាយដល់និស្សិតទាំងនេះដែរចំពោះជំនួយសម្រាប់ការជួលផ្ទះបច្ចុប្បន្នគឺបានមកពីសប្បុរសជនមួយចំនួននៅឯប្រទេសបារាំងអ្នកដល់មិនជ័យយើងមិនសូវបានរៀនសូត្រទេមានថាយើងអត់បានរៀនដោយសារយើងអត់មានឱកាសឲ្យសាលាសាកលវិទ្យាល័យអីនៅឆ្ងាយនៅទីក្រុងបើយើងគិតថយក្រោយបន្តិចថានៅខេត្តហ្នឹងគឺជាទីតាំងនៃការច្បាំងគ្រប់សម័យកាលសម្រាប់អាណានិគមក៏ដោយសម័យរដ្ឋកម្ពុជាសាធារណរដ្ឋហ្នឹងក៏ដោយហើយមានសង្គ្រាមរហូតមកមានថានៅពេលដែលសង្គ្រាមហ្នឹងគឺអ្នកស្រុកហ្នឹងអ្នកនៅខេត្តដល់មិនជ័យហ្នឹងរងទុក្ខវេទនាគ្រប់ពេលសង្គ្រាមទាំងអស់ដោយសារតែហ្នឹងទីតាំងប្រយុទ្ធក្តៅហើយបងប្អូនយើងមួយចំនួនម៉ែឪពុកម្ដាយទាំងអស់ទៅរែកពុនរឿងពិបាកទាំងអស់ប៉ុន្តែដល់ពេលតែបន្ទាប់ពីស្រុកមានសន្តិភាពមកកន្លែងនោះអភិវឌ្ឍតិចមែនទែនពិសេសការអប់រំហើយអញ្ចឹងទៅបានខ្ញុំរៀនសូត្រពីចាស់ពីដើមមកគាត់តែនិយាយប្រាប់ថាគួរធ្វើសមាគមអ្នកដល់មិនជេរចេះជួយគ្នាចេះជួយទុកធរៈគ្នាអញ្ចឹងខ្ញុំយកគំនិតហ្នឹងមកស្ថាបនាឡើងវិញគាត់យកគំនិតហ្នឹងមកធ្វើឡើងវិញហើយជួយបងប្អូនក្រោយទៀតដូចដែលគេជួយខ្ញុំហើយខ្ញុំមើលឃើញរឿងអត់ដឹងថាបើសិនដំណាក់កាលនេះយើងមិនបានជួយគ្នាយើងមិនបានជួយជ្រោមជ្រែងគ្នាឲ្យមានកន្លែងស្នាក់នៅឲ្យមានបាយញ៉ាំឲ្យមានកុំព្យូទ័រប្រើឲ្យមានសៀវភៅអានទេអ្នកដែលសិក្សាហ្នឹងមានន័យថារៀនឲ្យមើលទៅខ្លួនឯងថាវាអត់មានន័យអញ្ចឹងមិនបាច់រៀនដល់ពេលមិនបាច់រៀនគំរូពីមួយទៅមួយហ្នឹងវាកាន់តែពិបាកទៅលោកអឹងបូរ៉ាត់ប្រធានមន្ត្រីអប់រំខេត្តទទួលស្គាល់ផងដែរថាគុណភាពអប់រំនៅខេត្តឧត្តរមានជ័យនេះពិតជានៅទាបមែនដោយសារតែកង្វះគ្រូបង្រៀនលោកបានរៀបរាប់ឲ្យដឹងថាគ្រូបង្រៀនភាគច្រើនមិនចង់មកធ្វើការនៅខេត្តដាច់ស្រយាលមួយនេះទេដូច្នេះមកទល់នឹងបច្ចុប្បន្ននេះគេត្រូវយកគ្រូបង្រៀនកម្រិតមធ្យមសិក្សាបឋមភូមិមកបង្រៀនថ្នាក់មធ្យមសិក្សាទុតិយភូមិរីឯវិទ្យាល័យទៀតសោតគឺមានតែពីរប៉ុណ្ណោះនៅទូទាំងខេត្តដូច្នេះនិស្សិតដែលជាប់បាក់ឌុបភាគច្រើនក៏បានទទួលនិទេសមិនសូវល្អដែរហើយតិចតួចណាស់ដែលមានលទ្ធភាពមកបន្តការសិក្សានៅឯទីក្រុងភ្នំពេញត្រង់បញ្ហានេះហើយដែលលោកខូដារ៉ារិទ្ធចង់ឲ្យមានការសម្របសម្រួលខ្លះៗពីខាងក្រសួងអប់រំទី1នៅពេលគ្រូចប់គ្រូកុសលនឹងហើយគឺគ្រូដែលខ្សោយដែលទៅបរៀនអញ្ចឹងសិស្សវាមកវាខ្សោយអញ្ចឹងទៅបើសិនជាខាងក្រសួងអប់រំក៏ដោយខាងមន្ទីរខាងរដ្ឋាភិបាលនឹងដែរគឺថាសូមឲ្យមានការយោគយល់ដល់និស្សិតមកពីឆ្ងាយហើយពិសេសដល់មិនជ័យហ្នឹងបើសិនជាឃើញគាត់ដាក់អីអាហារូបករណ៍ទាំងនីតិអីក៏ដោយសូមឲ្យទទួលយកផងព្រោះអីគ្នាហ្នឹងវាពិបាកមែនទែនយកលុយមកបង់សាលាមួយឆ្នាំ$200-300ហ្នឹងមកពុកម្ដាយហ្នឹងលះបង់អស់ហើយខ្លះរស់នៅជុំវិញផ្ទះខ្លះសិតតែមានហើយទៅធ្វើស្រែធ្វើអីវាពិបាកស្ដីខ្សែនឹងវាអត់មានជីវជាតិផងអីផងអញ្ចឹងមានតែសង្ឃឹមថាកូនចៅហ្នឹងហើយមករៀនគាត់បានធ្វើកិច្ចការអីបានប្រាក់ខែបានអីអញ្ចឹងខ្លួនឯងទៅអនាគតពីខ្ញុំអង្គចាន់សោភាភ្នំពេញ AFE